សាករៀនផាត់មុខខ្លួនឯងទៅញ៉ាំការម្ដងតាមពិតខ្ញុំមិនមែនអ្នកចេះផាត់មុខអីទេបងប្អូនប៉ុន្តែទៅតែសាករៀនផាត់មុខខ្លួនឯងដែរនឹងសារនេះខ្ញុំបានសាកមើល YouTube ហើយនឹងកត់នៅអ្វីដែរក្នុង YouTube ដែលគេបរៀនហ្នឹងណាថាយើងត្រូវមានអ្វីខ្លះយើងត្រូវទិញអីគេខ្លះសម្រាប់ការផាត់មុខហ្នឹងហើយបន្ទាប់មកខ្ញុំក៏បាន note ទៅសេចុះនៅអ្វីដែលខ្ញុំត្រូវទិញហើយខ្ញុំក៏បានទិញទៅតាមអ្វីដែលខ្ញុំបានកត់នឹងអ្វីដែលត្រូវផាត់មុខហ្នឹងមានអស់ហើយរបៀបផាត់ក៏បានមើលគេហើយដែរប៉ុន្តែអ្វីដែលពិបាកហ្នឹងគឺលើយើងខ្លួនឯងហ្មងថានឹងផាត់ពីណាទៅណាចឹងណាបងប្អូនអត់ទាន់សូវចេះនិយាយរួមទៅចេះតែសាកសិនទៅរបៀបថាបើយើងមិនសាកទេយើងគ្មានថ្ងៃនឹងចេះផាត់មុខចឹងណាបងប្អូនហើយណាមួយបន្ទាប់ពីខ្ញុំមកនៅពេញខ្ញុំអត់ទាន់មានម៉ួយឬក៏អ្នកផាត់មុខណាដែលខ្ញុំពេញចិត្តនៅពេញចឹងណាបងប្អូនហើយចឹងទៅពេលមានកម្មវិធីម្ដងគឺខ្ញុំពិបាកមែនតើថាខ្ញុំដឹងទៅផាត់នៅណានៅណីទេហើយមកនៅពេញអត់ដូចថាអត់សូវស្គាល់ជាងហើយអត់ដែលធ្លាប់បានសាកល្បងជាងណាមួយចឹងណាចឹងទៅក៏មានតែសម្រាប់ចិត្តសាកល្បងរៀនផាត់មុខខ្លួនឯងហើយបងប្អូនចាំមើលលទ្ធផលទាំងអស់គ្នាមើលតែខ្ញុំការផាត់មុខរបស់ខ្ញុំនឹងខ្ញុំទៅរួចឬក៏មិនរួចហើយខ្ញុំនឹងប្រាប់បងប្អូនថាមុខខ្ញុំនឹងខ្ញុំបានធ្វើអីខ្លះហើយប៉ុន្តែនេះជាអ្វីដែលខ្ញុំបានធ្វើណាបងប្អូនវាមិនមែនជាក្បួនខ្នាតអីត្រឹមត្រូវទេខ្ញុំចេះតាមវីដេអូដែរទេខ្ញុំមើលវីដេអូគេហើយខ្ញុំកត់ទុកហើយកត់ចំណាំអញ្ចឹងណាបន្ទាប់ពីខ្ញុំលាប skin care លើមុខដូចជាសេរ៉ូមហើយនិង sunscreen ហើយខ្ញុំចាប់ផ្ដើមលាប foundation បងប្អូនហើយខ្ញុំជ្រើស foundation ណាដែលមានពណ៌ស្រីងស្បែករបស់ខ្ញុំហើយបន្ទាប់មកបានខ្ញុំចាប់ផ្ដើមតបម្សៅហុយហើយខ្ញុំធ្វើការ contour ទៅលើថ្គាមថ្ងាសហើយនិងច្រមុះផងដែរបន្ទាប់មកទៀតបានខ្ញុំចាប់ផ្ដើមធ្វើការលាប color ភ្នែកតាមពណ៌ដែលខ្ញុំស្រឡាញ់ចឹងណាបងប្អូនហើយខ្ញុំអត់ទាន់អាចរៀបរាប់បានថារបៀបលាប color ភ្នែកហ្នឹងត្រូវធ្វើមិនពីណាទៅណាដោយសារតែខ្ញុំថ្មងថ្មីដែរបន្ទាប់ពីផាត់ color ភ្នែកហើយគឺខ្ញុំពាក់ហូមភ្នែកគូស eyeliner ហើយនិងគូសអញ្ចើមចុងក្រោយគឺខ្ញុំផាត់ color ថ្ពណ៌ខ្ញុំជ្រើសរើស color ថ្ពណ៌ដែលស្រៀងទៅនឹង color ភ្នែកបងប្អូនហើយលាបក្រែមហើយហ្មងចាំមកផ្លែបងប្អូនខ្ញុំទៅធ្វើសក់សិនឥឡូវរួចរាល់អស់ហើយបងប្អូនជួយមើលមិនដែរចំណែកប្តីរបស់ខ្ញុំក៏បានរៀបចំហើយដែរគឺគាត់ឆ្លាញ់សក់បែបប៉ោងឧបាអីចឹងទៅនិយាយពីថាសង្ហាសឡប់យប់មិញលងស្នេហ៍ប្តីខ្លួនឯងមកទំហឹងហ្មងគិតទៅស្អីយើងអាចចេះឲ្យចប់ច្រើនណាបងប្អូនខ្ញុំផាត់មុខតាំងពីម៉ោង 2 ថ្ងៃត្រង់ដោយសារគិតថាខ្លួនឯងអត់សូវចេះផាត់ចឹងទៅបើថាខុសអីមិនម៉ាយើងអាចនៅមានពេលក្នុងការលុកមុខចេញផាត់ម្ដងទៀតអីចឹងណាបើប្តីខ្ញុំវិញរៀបចំខ្លួនប្រហែល15នាទីហើយបាត់និយាយមួយថ្ងៃភ្លេចប្រាប់ថាមកការណាគេគឺថ្ងៃនេះការមិត្តភ័ក្តិនៅសកលរបស់ខ្ញុំបងប្អូនមិត្តភ័ក្តិរបស់ខ្ញុំគេដល់គូហើយចុះបងប្អូនវិញចិត្តដល់នៅហើយនិយាយពីថាយប់មិញហ្នឹងកូនកន្លោះកូនកំមុំខ្ជូតហើយស្អាតសាហាវហ្មងចឹងវីដេអូខ្ញុំសូមចប់ប៉ុណ្ណឹងសិនណាបងប្អូនកុំឲ្យវែងពេកចាំចេញភាគក្រោយមកភាគទៀត